ខ្ញុំហៅឈ្មោះតាមឯកសារថាខ្វែកបងប្អូនថាមិនមែនខ្វែកទេខ្ញុំថាសត្វស្ទាំងរលកបងប្អូនថាមិនមែនស្ទាំងរលកទេត្រដេវវិចដេកយកជើងទ្រមេឃក៏មានមតិស្របនិងមតិផ្ទុយផងដែរជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូសត្វស្លាបចំនួន3ប្រភេទចូលគ្នាតែម្ដងនៅពេលដែលខ្ញុំផុសសត្វស្លាបទាំង3ប្រភេទនេះបងប្អូនបាននិយាយថាវាមិនមែនជាសត្វខ្វែកនោះទេវាមិនមែនជាស្ទាំងរលកនោះទេហើយត្រដេវវិចទួលដេកយកជើងទ្រមេឃនិងដេកយកជើងមិនទ្រមេឃហើយបងប្អូនមួយចំនួនទៀតក៏ថាមិនស្គាល់សត្វទេអីតាមពិតទៅសត្វស្លាបនៅក្នុងប្រទេសកម្ពុជាយើងគឺមានច្រើនណាស់ជាង500 600ប្រភេទឯនោះខ្ញុំស្គាល់មិនអស់ទេខ្ញុំស្គាល់ប្រមាណជា100ប្រភេទតែប៉ុណ្ណោះដែលវាមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅហើយខ្ញុំចាប់ផ្ដើមសិក្សាអំពីសត្វស្លាបនិងថតសត្វស្លាបហ្នឹងគឺនៅក្នុងកំឡុងចុងឆ្នាំ2018រហូតមកដល់បច្ចុប្បន្ននេះគឺយូរគួរសមដែររាល់ការផ្សព្វផ្សាយឈ្មោះរបស់ប៉ុនខ្ញុំគឺខ្ញុំមិនមែនចេះតែនឹកឃើញហើយដាក់យកមកថាហើយប្រាប់បងប្អូននោះទេគឺខ្ញុំយោងតាមសៀវភៅសត្វស្លាបនៅកម្ពុជាសៀវភៅនេះផងដែរគឺត្រូវបានអ្នកជំនាញជាតិយើងនិងអន្តរជាតិគឺគាត់សហការគ្នាចងក្រងដោយផ្អែកលើទៅតាមឈ្មោះវិទ្យាសាស្ត្រនិងសិក្សាអំពីលក្ខណៈជីវសាស្ត្ររបស់សត្វនិងធ្វើការដាក់ឈ្មោះជាភាសាខ្មែរតាមលក្ខណៈស្តង់ដារជាក់ស្ដែងដូចជាសត្វខ្វែកនេះជាដើមបងប្អូនមួយចំនួនគាត់មានការយល់ច្រឡំថាជាសត្វខ្វែកត្រោកឬក៏កុកក្រកអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងសត្វគឺវាស្តៀងគ្នាមែនតើតតែយើងមើលឲ្យច្បាស់ទើបយើងដឹងថាសត្វនេះគឺជាសត្វខ្វែកសត្វនេះជាសត្វកុកក្រកដូចជាឈ្មោះស្ទាំងលលកនេះជាដើមគឺខ្ញុំហៅតាមឯកសារដែលបានចងក្រងហើយសម្រាប់ឈ្មោះតាមតំបន់គឺវាមានច្រើនបងប្អូនមួយចំនួនគាត់ហៅអន្ទាក់សៅបងប្អូនហៅស្ទាំងកណ្ដុលជាដើមបើសិនជាអាចយើងងាកមកប្រើឈ្មោះរួមតែម្ដងទៅដោយមានការទទួលស្គាល់ពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងចំណែកវីដេអូសត្វតដេវិចទួលគឺមានមតិស្របនិងមតិផ្ទុយដែរបងប្អូនគាត់បានលើកឡើងថាសត្វតដេវិចទួលហ្នឹងគឺដេកយកជើងទ្រមេឃហើយបងប្អូនមួយចំនួនគាត់ថាវាមិនបានដេកយកជើងទ្រមេឃនោះទេចឹងហើយខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះផងដែរថាសត្វតដេវិចទួលវាមិនបានដេកយកជើងផ្ងាដើម្បីទ្រមេឃនោះទេគ្រាន់តែថាសត្វនេះគឺវាជង្គង់វែងពេលវាដេកទៅគឺវាដេកពោបក្រាបធម្មតានោះទេហើយជង្គង់របស់វាខ្ពស់នៅពេលចាស់ឃើញក្មេងៗដេកបញ្ឈរជង្គង់គាត់ថាងដេកបញ្ឈរជង្គង់យកជើងទ្រមេឃដូចតដេវិចទួលខ្លាចមេឃបាក់សង្កត់មែននេះហើយទើបខ្ញុំធ្វើវីដេអូបញ្ជាក់អំពីសត្វស្លាបទាំង3ប្រភេទនេះកុំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានការយល់ច្រឡំបន្តទៀតសរុបរួមមកគឺថាឈ្មោះតាមតំបន់ភាសាតាមតំបន់នេះគឺថាសត្វស្លាបរបស់ប៉ុនយើងគឺមានច្រើនមែនទែនគឺថាយើងហៅផ្សេងគ្នាទាំងអស់វីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនឹងការផ្សព្វផ្សាយអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅខេត្តតាកែវសូមអរគុណ